ព្រះគម្ពីរលោកុបាទជំពូក13ខ1ដល់ខ18នោះអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីបឡើងទៅឯស្រុកត្បូងព្រមទាំងប្រពន្ធនិងទ្រព្យសម្បត្តិទាំងអស់ហើយលុតដែរអាប់រ៉ាមគាត់មានវងសត្វហើយប្រាក់មាសជាច្រើនណាស់គាត់ដើរដំណើរពីស្រុកត្បូងរហូតទៅដល់បេតអែលត្រង់កន្លែងដែលគាត់បានដំឡើងទ្រសារកាលពីដើមគឺនៅកណ្ដាលបេតអែលនិងឯជាកន្លែងដែលគាត់បានស្អាងអាសនៈការជាន់មុនរួចនៅទីនោះអាប់រ៉ាមក៏អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាឯឡុតដែលទៅជាមួយនឹងអាប់រ៉ាមគាត់ក៏មានវងជៀមវងគោនិងត្រសាជាច្រើនដែរតែស្រុកនោះមិនល្មមនឹងចិញ្ចឹមគេឲ្យនៅជាមួយគ្នាបានទេពីព្រោះគេមានទ្រព្យសម្បត្តិសន្ធឹកណាស់ដល់ម្លេះបានជាគេនៅជាមួយគ្នាពុំបានមួយទៀតពួកគង្វារបស់អាប់រ៉ាមនិងពួកគង្វារបស់ឡុតក៏ចេះតែប្រឆ្លោះគ្នានៅវេលានោះពួកសាសកាណាននិងសាសពេរិសិតបាននៅស្រុកនោះអាប់រ៉ាមនិយាយនឹងឡុតថាសូមកុំឲ្យឯងហើយនឹងអញឬពួកគង្វារបស់ឯងនិងពួកគង្វារបស់អញមានរឿងទាស់ទែងគ្នាឡើយត្បិតយើងជាបងប្អូននឹងគ្នាស្រុកទាំងមូលនេះតើមិនមែននៅមុខឯងទេឬអីដូច្នេះសូមឲ្យឯងញែកបែកចេញពីអញទៅបើឯងរើសយកខាងឆ្វេងនោះអញនឹងទៅខាងស្ដាំឬបើឯងរើសយកខាងស្ដាំនោះអញនឹងទៅខាងឆ្វេងវិញឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័នដានទាំងអស់ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែងមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំនិងកូម៉ូរ៉ាគឺដូចជាសួនច្បារផងព្រះយេហូវ៉ាហើយដូចស្រុកអេស៊ីបដែលនៅខាងសូអាផងដូច្នេះឡុតក៏រើសយកវាលទន្លេយ័នដានទាំងអស់ជារបស់ផងខ្លួនរួចចេញដំណើរដើរទៅខាងកើតគេបានឃ្លាតចេញពីគ្នាដូច្នោះឯងឯអាប់រ៉ាមគាត់តាំងទីលំនៅនៅក្នុងស្រុកកាណានវិញតែឡុតគាត់ស្នាក់នៅអស់ទាំងទីក្រុងនៅស្រុកវាលនោះហើយក៏ផ្លាស់ត្រសាគាត់ទៅត្រឹមសូដុំរីឯពួកក្រុងសូដុំគេជាមនុស្សអាក្រក់ធ្វើបាបនឹងព្រះយេហូវ៉ាយ៉ាងសន្ធឹកគ្រាក្រោយដែលឡុតបានឃ្លាតចេញទៅនោះព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថាចូលឯងងើបភ្នែកឡើងឥឡូវហើយមើលពីកន្លែងឯងនោះទៅខាងជើងខាងត្បូងខាងកើតហើយខាងលិចចុះត្បិតស្រុកទាំងប៉ុន្មានដែលឯងមើលឃើញនោះអញនឹងឲ្យដល់ឯងនឹងពូជឯងជាដរាបតទៅអញនឹងធ្វើឲ្យពូជឯងបានចម្រើនឡើងដូចជាធូលីដីបានជាបើអ្នកណាអាចនឹងរាប់ធូលីដីបាននោះនឹងរាប់ពូជឯងបានដែរចូលឯងក្រោកហើយដើរចុះឡើងក្នុងស្រុកនេះតាមបណ្ដោយនឹងទទឹងចុះត្បិតអញនឹងឲ្យដល់ឯងហើយអាប់រ៉ាមក៏រើត្រសាទៅនៅក្បែរដើមម៉ៃសាករបស់ម៉ាំរ៉េដែលនៅត្រង់ហេប្រុនវិញហើយគាត់ស្អាងអាសនៈមួយថ្វាយព្រះយេហូវ៉ានៅទីនោះ